ទីលានទុកដាក់សម្រាមរបស់យើងទីលានប្រភេទអនាម័យផ្នែកប្រព័ន្ធរបស់ទីលានផ្នែកខាងក្រោមនោះយើងមានប្រព័ន្ធចម្រោះទឹករងាយចេញយើងមានប្រព័ន្ធបំពង់បំភាយហ្គាសឡើងទៅលើយើងមានការគ្រប់គ្រងសម្រាមដោយយើងរៀបចំចាក់ដីលុបពីលើនិងចាក់ដីធ្វើទំនប់ព័ទ្ធចាក់សម្រាមហើយយើងត្រូវគ្របដីពីលើនេះជាប្រភេទទីលានអនាម័យគ្រប់ឡានទាំងអស់ចូលទីលានទុកដាក់សម្រាមរបស់យើងគឺយើងត្រូវមានឆ្លងកាត់ជញ្ជីងថ្លឹងហើយក៏ឡើងទៅចាក់នៅលើកំណរសម្រាមហើយពេលចុះមកវិញគឺយើងថ្លឹងម្ដងទៀតដើម្បីយើងកាត់សបកចេញដើម្បីឲ្យដឹងទម្ងន់ដែលចូលសម្រាមជាក់ស្ដែងរបស់ឡាននីមួយៗប្រភេទសម្រាមកាលពីយើងសិក្សាហ្នឹងគឺវាមានចម្រុះគឺមានប្រភេទសម្រាម organic ប្រភេទសម្រាម plastic មានកន្តិចកន្ទីឈើមានបំបែងកែវប្រភេទដបប្រភេទ plastic ដែលយើងឃើញសេសសល់រហូតមកដល់ទីលានគឺប្រភេទ plastic ដែលពពួកដងយួរកំប៉ុងដងខ្មៅដែលច្រកវាវាយអវ៉ាន់និយាយរួម plastic ប្រភេទស្ដើងដែលមិនអាចមានទីផ្សារជាទូទៅហ្នឹងវាដោយចូលមកក្នុងទីលានរបស់យើងហ្នឹងបរិមាណសម្រាមរបស់យើងនឹងកើនឡើងគឺក្នុងកំឡុងពេលដែលចាប់ផ្ដើមមានជំងឺរាតត្បាត COVID-19 នៅក្នុងស្រុកខ្មែរយើងហ្នឹងបដូរពីការចេញទៅញ៉ាំនៅខាងក្រៅហ្នឹងគឺបដូរមកជាការវិចខ្ចប់ធ្លាប់ពី550រហូតដល់850ដែលបច្ចុប្បន្ននេះយើងឃើញជាក់ស្ដែង1000តោនក្នុងមួយថ្ងៃជាក់ស្ដែងទីលានរបស់យើងរាល់ថ្ងៃនេះគឺស្ទើរតែ 200% នៃ capacity របស់ខ្លួនឯងទៅហើយដើម្បីឲ្យការយកសម្រាមមកចាក់នៅទីលាននេះវាកាត់បន្ថយច្រើនតោះតែយើងចូលរួមពីប្រជាជនយើងម្នាក់ត្រូវញែកតាំងពីផ្ទះរៀងៗខ្លួនប្រភេទដែលយើងអាចប្រើប្រាស់ឡើងវិញបានយើងគួរតែចាត់ចែងប្រើប្រាស់ឡើងវិញជំរុញដែលសំខាន់បំផុតហ្នឹងគឺការធ្វើជីកំប៉ុស្តនៅតាមផ្ទះខ្លួនឯងហ្នឹង